បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាផងដែរបាទថ្ងៃនេះគឺខ្ញុំមានវីដេអូដើម្បីចែករំលែកជូនបងប្អូនក្រុមជាងបាទដែលមិនទាន់ចេះគិតគូរនៅវិធីរោគຂະຫນាតម៉ែត្របាទឬក៏ក្រុមជាងដែលគាត់មិនច្បាស់លាស់នៅការរោគផ្ទៃការ៉េអញ្ចឹងយើងចូលមករោគនៅវីដេអូយើងបាទដើម្បីចែកលេខជូនបងប្អូនបាទទស្សនាអញ្ចឹងយើងងាកមកមើលវីដេអូយើងវិញបាទអញ្ចឹងថ្ងៃនេះគឺខ្ញុំចង់បង្ហាញជូនបងប្អូនពីការរោគផ្ទៃក្រឡាការបោកឬក៏ការចាក់សាបដែលបងប្អូនចាក់សាបហើយមិនទាន់រោគនៅវិធីនៅផ្ទៃការ៉េរង្វង់ជាលក្ខណៈដូចជាផ្ទៃរាងផ្ទៃការ៉េប៉ុន្តែវាមិនលក្ខណៈថាផ្ទៃការ៉េទាំងស្រុងទេបងប្អូនណាបាទអញ្ចឹងគឺខ្ញុំនឹងបង្ហាញជូនបងប្អូនបាទបាទឥឡូវនេះគឺយើងរួចរាល់អស់ហើយនេះគឺជាផ្ទៃនៅក្នុងរង្វង់ដែលយើងត្រូវរោគផ្ទៃការ៉េអញ្ចឹងបាទយើងត្រូវរោគផ្ទៃការ៉េបាទគឺយើងសន្និដ្ឋានថាចេះបាទហើយនេះគឺជាកម្ពស់ហើយកន្លែងនេះគឺជាទទឹងបងប្អូនណាបាទទទឹងបាទកម្ពស់ទទឹងអញ្ចឹងកម្ពស់បាទនេះកម្ពស់ថាបាទបណ្ដោយទៅចោះបងប្អូនណាបាទបើសិនជាយើងគិតជាសសរនេះគេហៅថាកម្ពស់បើសិនជាយើងគិតថាផ្ទៃបាតនេះគឺជាផ្ទៃបណ្ដោយអញ្ចឹងផ្ទៃបណ្ដោយគឺយើងមាន5ម៉ែត្របាទបាទអធិស្ឋានផងបាទ2ម៉ែត្រកន្លះបាទ2ម៉ែត្រកន្លះបាទ2ម៉ែត្រកន្លះ5ហ៊ុនបាទអញ្ចឹងកន្លែងនេះគឺជាផ្ទៃបណ្ដោយអញ្ចឹងយើងមករោគនៅផ្ទៃម្ខាងទៀតបងប្អូនណាបាទផ្ទៃម្ខាងទៀតបណ្ដោយម្ខាងទៀតគឺវាវែងអត់ស្មើគ្នាទេបងប្អូនណាបាទហើយកន្លែងនេះគឺវាមានបាទ2ម៉ែត្រ3បាទចុច5ហ៊ុនបាទ223 5ហ៊ុនបាទជាស្រ័យផងបាទ225 5ហ៊ុនបាទខាងនេះ223 5ហ៊ុនអញ្ចឹងវាខុសតែຂະຫນាតបន្តិចបន្តួចទេបងប្អូនណាបាទអញ្ចឹងយើងយករោគផ្ទៃបាទទំហំតតឹងវិញបាទទៅតឹងអញ្ចឹងកន្លែងនេះគឺយើងមានបាទ1ម៉ែត្រ8បាទ1ម៉ែត្រ85បាទ1ម៉ែត្រ85ហើយផ្ទៃខាងលើនេះគឺយើងយក1ម៉ែត្រ85បាទ1ម៉ែត្រ85ខាងលើខាងក្រោមនេះគឺវាស្មើអញ្ចឹងយើងអត់តែខាងបណ្ដោយបាទបណ្ដោយនេះគឺវាវែងអត់ស្មើគ្នាទេបងប្អូនណាបាទអញ្ចឹងថ្ងៃនេះគឺខ្ញុំនឹងបង្ហាញជូនបងប្អូននៅត្រួសបន្តិចអញ្ចឹងបងប្អូនអាចទស្សនានេះហើយបាទអាចយកទៅធ្វើអាចយកទៅវាស់ជាការ៉េតើការ៉េបងប្អូនហើយនឹងការ៉េខ្ញុំបង្ហាញនៅលើសិភៅនេះតើវាដូចគ្នាដែរឬទេបងប្អូនណាអញ្ចឹងយើងវិលមករកនៅវីដេអូបាទយើងវិញ
ចឹងបើសិនជាបាទចូលចិត្តឬក៏ស្រឡាញ់នៅវីដេអូបាទរបស់ខ្ញុំបាទកុំភ្លេចជួយចុច like ឬក៏ចុច subscriber ម្នាក់មួយផងបងប្អូនណាបាទដើម្បីទទួលនៅវីដេអូក្រោយៗជាសារៈសំខាន់បាទសម្រាប់បងប្អូននៅថ្ងៃក្រោយអញ្ចឹងយើងត្រូវរកអ្វីបាទគុណនឹងអ្វីហើយអ្វីគុណនឹងអ្វីទី3យើងរកផ្ទៃការ៉េបាទឲ្យឃើញនៅក្នុងប្រឡោះដែលរៀងបែបនេះបាទដូចជាត្រីកោណកែងអញ្ចឹងបងប្អូនណាបាទអញ្ចឹងយើងត្រូវយកបាទបណ្ដោយបាទបណ្ដោយ2.20 ម៉ែត្រនេះ2.25 ម៉ែត្រ5 លីនេះបាទយើងយកទៅបូកជាមួយនឹង2.23 ម៉ែត្រ5 លីបាទអញ្ចឹងយើងយកមកបូកមកបាទយើងយកមកបូកមកបាទគឺខ្ញុំបូកជូនបងប្អូនបាទ2 ម៉ែត្របាទ23អានេះគឺជាលេខបាទ5 លីបាទយើងលេខម៉ែត្រណាបងប្អូនបាទលេខម៉ែត្របាទអញ្ចឹងយើងដាក់ចំណុចកណ្ដាលនេះបងប្អូនណាបាទអញ្ចឹងបងប្អូនសូមផ្ទៀងផ្ទាត់បន្តិចបាទបងប្អូនដែលអត់ទាន់ចេះនៅការវាស់ការ៉េបាទឬក៏ការ៉េជាងទេអញ្ចឹងបងប្អូននៅទស្សនានៅវីដេអូនេះកុំភ្លេចបាទរៀងជាប់មាត់បន្តិចហើយបងប្អូនណាបាទកុំភ្លេចចុច like ឬក៏ចុច subscribe ម្នាក់មួយផងបងប្អូនណាបាទអញ្ចឹងយើងយកបណ្ដោយបាទយើងបូកនឹងបណ្ដោយតើវាឃើញប៉ុន្មានបងប្អូនណាបាទឃើញប៉ុន្មានបាទវា5បាទបូក5បាទស្មើ10បងប្អូនណាបាទវាស្មើ10អញ្ចឹង10នេះបាទវាមានត្រាទុកមួយបាទបូក1បូក10មក1បូក5ស្មើ6 6បូក3ស្មើ9បងប្អូនណាបាទ9អញ្ចឹង2បាទយើងបូក2ស្មើ4បាទស្មើ4 2 4បាទអញ្ចឹងយើងរកផ្ទៃបណ្ដោយឃើញហើយបងប្អូនណាបាទយើងរកផ្ទៃបណ្ដោយឃើញហើយតើយើងត្រូវយកទៅបូកជាមួយនឹងអ្វីបាទហើយចែកជាមួយនឹងអ្វីទៀតបងប្អូនណាបាទអញ្ចឹងវាស្មើ490បាទវាស្មើ490បាទ490អញ្ចឹងយើងយកមកចែកជាមួយនឹង2បងប្អូនណាបាទចែកជាមួយនឹង2បាទចែកជាមួយនឹង2មកបងប្អូនណាបាទហ្នឹងបងប្អូនបាទយើងចែកជាមួយនឹង2តើយើងត្រូវរកចំណុច4490នេះចែកនឹង2តើឃើញប្រមាណបងប្អូនណាបងប្អូនខ្លះក៏មានការshowគិតបាទហើយបងប្អូនខ្លះក៏គិតនឹងមាត់បាទអញ្ចឹងវា4490នេះយើងចែកនឹង2បាន2បាទ2200បាទ45បងប្អូនបាទ2245បាទអញ្ចឹងលក្ខណៈថា2200បាទ45នេះយើងត្រូវយកមកគុណនឹងអ្វីទៀតបងប្អូនណាបាទដើម្បីឲ្យឃើញជាផ្ទៃការ៉េបាទនៅក្នុងបាទរង្វង់មូលបាទរៀងចតុកោណកែងនេះបាទអញ្ចឹងគឺយើងត្រូវយកមកគុណបងប្អូនណាបាទមកគុណបាទជាស្រ័យផងប៊ិចនេះរៀងដេបដាមបាទគឺត្រូវយកមកគុណជាមួយនឹង180បងប្អូនបាទ185នេះបាទគឺយើងឃើញណាបងប្អូនបាទឃើញណាអញ្ចឹងថ្ងៃនេះគឺយើងយកបាទ2245យើងយកមកគុណជាមួយនឹង185បាទយើងឃើញហើយបងប្អូនណាបាទអ
យើងឃើញថាវាចេញជាការ៉េបាទវាស្មើនឹង6ការ៉េចុចបាទចុច39ចុច8បាទអញ្ចឹងវាចេញមកប៉ុណ្្នឹងឯងបងប្អូនបាទចុច8អញ្ចឹងមានន័យថាក្នុងរង្វង់មូល4ជ្រុងនេះបើយើងគិតជាផ្ទៃការ៉េបាទគឺយើងបាន6.39.8 លីបងប្អូនណាបាទអញ្ចឹងវាស្មើថា6ការ៉េចុច39បាទហើយចុច8លីទៀតបងប្អូនណាបាទអញ្ចឹងអានេះຂະຫນາດពេញបងប្អូនណាបាទនេះຂະຫນາດពេញអញ្ចឹងអានេះដូចខ្ញុំខាន់ជូនបងប្អូនអញ្ចឹងណាបងប្អូនណាបាទ6ការ៉េចុច39ចុច8ទៀតបងប្អូនណាបាទអញ្ចឹងអានេះវាជាការ៉េបាទវាជា6បាទ6ការ៉េ3ទឹក9ហ៊ុនបាទចុច8បាទចុច80បងប្អូនណាបាទចុច8លីបាទចុច80ហ្នឹងគឺ8លីបងប្អូនណាបាទ8លីចិត្តស្មើនឹង6ការ៉េ40ហើយបាទអញ្ចឹងវាស្មើនឹងបើសិនជាយើងនិយាយភាសាសាមញ្ញគឺវា6ការ៉េ4ទឹកបាទ6ការ៉េ4ទឹកអានេះវាជាຂະຫນາດបងប្អូនណាបាទវាជាຂະຫນາດអញ្ចឹងអានេះទំហំក្នុងរង្វង់មូល4ជ្រុងរាងត្រីចតុកោណកៃឬក៏ចតុកោណត្រីកោណកៃហ្នឹងបាទវាចេញជាការ៉េបាទបើសិនជាបងប្អូនមានចម្ងល់បាទអាចខមមិននៅខាងក្រោមផងបងប្អូនណាបាទហើយខ្ញុំនឹងធ្វើនៅវីដេអូបាទខ្លះដើម្បីចែកជូនបងប្អូនអញ្ចឹងបងប្អូនអាចខមមិនឬក៏ like នៅក្នុងវីដេអូនេះបាទអញ្ចឹងវីដេអូយើងគឺមានតែប៉ុណ្្នឹងបងប្អូនណាបាទអញ្ចឹងអរគុណច្រើនដែលបានតាមដានឬក៏ទស្សនានៅវីដេអូចែកម្លែកបាទត្រួសបាទរបស់ខ្ញុំបាទបាទអញ្ចឹងអរគុណច្រើនបាទបាយបាយបាទជួបគ្នានៅវីដេអូក្រោយទៀតមក